còn pe ai chứ cầu an nôm trong rai đó kia trong rai mai ai nhỉ pù đâu từ lên nơi lịch Ả Rập men pù ở lại còn bong kịch mưa tha person bà chọn World Cup nâng còn admin club rồi có club nào trai ca còn thế anh phải chỉ còn ai nữa sắp lại cho ta từ lên Ả Rập ta được pù gì mình tay những thà person bà còn đau đầu bà này là còn trong ban lôi rồi có bà chọn và chip trong coi bà quật chẳng quật từ Ả Rập nâng về thời cái còn tay person bà trong để xa bà chia play phiếp nơi ở trong ai ta pi được 7 năm tít chẳng quật bạch tuần tới thì ở Sporting Lisbon này club cha này còn club lên những có tiện tồn này và tay còn là thà prạ của cam tịnh bà sân chia phụ đô tới Sporting Vĩnh nắng còn tới cắt bà nàyจากอุทิศta còn club từ bà menu pi 50,000 pound chẳng còn cắt việc cái đảo trên nơi ta mà play 50,000 thì tay bà sân bà còn mình cắt prạ của cam bà còn tới nắng còn tới đạp từng bông gì mấy là vì bà mạ trong thay chứ club thông cái bạn để sai đó hay nè Chelsea của bạn để sai Paris của bạn để sai Man City của bạn để sai Borussia Dortmund của bạn để sai Bayern của bạn để sai trong cái admin club này là trong ban của thì vô lại sự cùng hữu nhưng phụ đâu có thời đi kìn trong rơi trong club bao có cứ đi kìn cho con pẹ hào ấy pẹ ấy tít tinh phụ đâu màu băng kẹt màu năng tiệt tông bóng thị đại khác băng kẹt có tiện tông từ nệ nghiệp vào quạt ốc nệ nghiệp vào Ronaldo chọn hai Ronaldo vào băng kẹt màu ăn hello khi mỗi sự đấy bạn lên mà mơ bà áp này vinh áp vô mấy bạn phơi rừng bà này là phơi oi miền cà phê bà phlang bên tên là vì họ bà tuột chim sách cứ Sapo miền World Cup bà pi World Cup này áp phơi rừng còn bà cha chơi na bà World Cup pi lượt này bà pi pon đọc bấm bay áp khai gì cái là cô vay không mấy lỗi trên kiaនៅប្រតិការ FIFA World Cup ហើយ2022ទីសោតឥឡូវនឹងápសុទ្ធបាន5គ្រាប់បាទខ្លាយជា top scorer នាំមកគេគិតត្រឹមវា16ក្រុមអញ្ចឹងបានន័យថាវានៅមានកំណត់ត្រាច្រើនទៀតដល់នៅមានកំណត់ត្រាច្រើនទៀតបើវិជ្ជាណាឥឡូវគិតត្រឹមតែការប្រកួតទល់ជាមួយនឹងប៉ូឡូយំបាញ់ផងឥឡូវសុទ្ធបាន5គ្រាប់បាត់ហ្នឹងហើយនៅចាំមើលវគ្គ8ក្រុមប៉ះមួយអង់គ្លេសអញ្ចឹងបានន័យថាបារាំងគឺមិនដូចរឿងនីតិគេថាឲ្យតែក្រុមដែលលើកពានឲ្យតែក្រុមដែលឈ្នះពាន World Cup ហើយបន្ទាប់មកត្រូវធ្លាក់តួយ៉ាងឧទាហរណ៍ដូចជាអាល្លឺម៉ង់គឺមិនទេណាបាទអាល្លឺម៉ង់លើកពាន2019អាល្លឺម៉ង់2018ធ្លាក់ត្រឹមវគ្គ Group Stage 2018បារាំងលើកពានអាល្លឺម៉ង់ធ្លាក់ត្រឹមវគ្គ Group Stage ទៀតតែបារាំងគឺមិនទេបារាំងគឺខុសពីអាល្លឺម៉ង់ត្រូវបែងចែកឲ្យដាច់មួយណាជាអាល្លឺម៉ង់មួយណាជាបារាំងចឹងបារាំងខ្លាំងណាស់បាទបារាំងយើងមើលឲ្យលោកគុណភាពនៃការលេងរបស់បារាំងយកមិញល្អពីក្រោមទៅដល់លើគឺពេញអេគីបរបស់គេហ្មងទាំងការពារទាំងបំរើទាំងប្រយុទ្ធបាទគឺស្មើសាច់គ្នាទាំងអស់ហើយខ្សែប្រយុទ្ធច្បាស់ជាងគេនោះគឺអាប៉េហ្មងអាប៉េតើហ៊ានតើបើកអាប៉េឬក៏មិនចាប់អាប៉េដឹងតែគ្រោះថ្នាក់ធ្ងន់ហើយដូចគេដូចទូយ៉ាងដូចយកមិញអញ្ចឹងគ្រាន់តែខ្សែការពាររបស់ប៉ូឡូញផ្លេចខ្លួនបិទអាប៉េតែ2លើកអាប៉េធ្វើបាន2គ្រាប់តែពូសរសើរគ្រាប់បាល់បោប៉េហ្មង2គ្រាប់ហ្នឹងគឺបច្ចេកទេសបានន័យថាកីឡាករមុំសុទ្ធបើសុទ្ធមិនអាចទៅធ្វើកើតដល់អាប៉េទេអាប៉េសុទ្ធបានមុំប៉ុណ្ណឹងអាគ្រាប់ទី1ឆ្វេងអាគ្រាប់ទី2ស្ដាំអញ្ចឹងបានន័យថា2គ្រាប់នោះបើយើងគិតពីគេហៅទៅគុណភាពនៃការបញ្ចប់ទីរបស់ខ្សែប្រយុទ្ធដូចប្រមាណពីណាមួយដែលថាស្មើមកអាប៉េវាល្អខ្លាំងពេកបើល្អសឹងតែយើងមិនគួរឲ្យជឿទាំងលបឿនទាំងការបញ្ចប់ទីទាំងកាយសម្បទាគឺអាប៉េបានបញ្ចប់មកលបឿនមួយស្មើខ្សែការពារបិទអត់ជាប់ទេលបឿនមួយស្មើបិទអត់ជាប់អាប៉េអត់ជាប់ទេអាប៉េវាលឿនអាស្ដាំដេមបេលេកដាលជីរូតឆ្វេងអាប៉េហើយបំរើមានពីណារ៉ាបយូតគ្រីស្ម៉ាន់ហើយនិយាយពីអាស្មានល្អចុយម៉ែល្អលេងនៅជំរឿជាតិអាស្មានក៏ឡុកចុយម៉ែអាស្មានលេងនៅអាតេមិនល្អអញ្ចឹងទេណាតែបើលេងនៅជំរឿជាតិអាស្មានល្អខ្លាំងហ្មងគ្រីស្ម៉ាន់យុគមិញក៏ជាតួអង្គសំខាន់ដែរនៅក្នុងការចែកបាល់ឆ្វេងផងស្ដាំផងចឹងបានន័យថាភាពរស់រវើកអត់ពីអាប៊ឿនទៅអត់ពីកាន់ទេទៅតែបានគ្រីស្ម៉ាន់មួយអញ្ចឹងអ្វីចំណាអត់ឯបងនិយាយអានេះខ្ញុំនិយាយត្រង់ហ្មងពូនិយាយមែនសរសើរគ្រីស្ម៉ាន់បងគ្រីស្ម៉ាន់គាត់បានន័យថាដល់ពេលគាត់លេងនៅបាសេការគាត់នៅបាសេផ្សេងដល់ទៅពេលគាត់មកលេងនៅជំរឿជាតិបារាំងគឺជារឿងមួយផ្សេងទៀតវាខុសបានន័យថាជារឿងមួយដែលជារឿងពីរដែលខុសគ្នាផ្សេងហ្មងអានេះគ្រីស្ម៉ាន់
អូពីស្មានគាត់ចែកបាល់អែមតែគាត់ថាពេលខ្លះគាត់ពិបាកសម្របខ្លួនឯងដូចតម្រង់លេងនៅបាសេគេលេងបាល់ខ្លីហើយលឿនអញ្ចឹងពេលខ្លះគាត់ពិបាកនឹងសម្របខ្លួនជាមួយនឹងការលេងបាល់ទីតាការបាល់ខ្លីរបស់បាសេតែដល់ពេលគាត់លេងមួយធីមគាត់ដូចអត់និយាយទៅអត់សាំញ៉ាំហ្មងវាដូចថា easy ងាយបាទមួយអូយប់មិញបើបារាំងចង់ស៊ីបាល់មិនមែន3គ្រាប់ទេបើបារាំងចង់ស៊ីតែប៉ូឡូក៏មានឱកាសតដៃដែរប៉ូឡូមិនមែនថាអត់តដៃទេសួស្ដីបងហុងបាទទៀតចាំផ្ញើតាមអានេះទៅអាស្អីអាប៉ាសេកើតនោះអាយ៉ាណូចាំឲ្យតាអាយ៉ាណូចឹងមកន័យថាយប់មិញបារាំងល្អសឹងថាអូយើងគិតថាស៊ូស្អីមិនស្រួលឆ្នាំនេះបារាំងយកពៀនទៀតហើយជូលេកនដេមកបើហើយជូលេកនដេមកឲ្យដោះខ្សែកចេញខ្សែកមាន2ខ្សែអាមួយ 3G អាមួយ 2G អា 3G នោះទឹក5អា 2G នោះទឹក7ហើយខ្សែកនោះធ្វើនៅហាងជាមុំសាថ្មីខ្សែកដែរជូលេកនដេពាក់យប់មិញហ្នឹងហើយខ្សែកហ្នឹងគឺគ្នាកំងធ្វើពាក់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ហ្នឹងអញ្ចឹងមកគ្នាស្រឡាញ់ណាស់2ខ្សែហ្នឹងចុះធម្មតាពួកអឺរ៉ុបមានដែរស្គាល់មានដែរស្គាល់ផ្លាកទីនេះណាដល់ទៅពេលបានពាក់អីចៃណាមួយពាក់សម្ញែងមក World Cup ហ្នឹងមានណាមានពាក់បោកជោគគ្នាទៅវាប្រហែល 7G ដែរ 7G ដល់ពេលអញ្ចឹងវាធ្វើឲ្យគេហៅថាយ៉ាគាត់ថាកីឡាករបាល់ទាត់សោះលេងមានខ្សែកមានអីពាក់ដល់ទៅពេលមុនបងអញ្ញាដល់ចាប់អារម្មណ៍ទេពីណាគាត់ចាប់អារម្មណ៍ដែរដល់ពេលលេងឡើងដល់នាទីទី30ជាងអីបានអាបៀតទុះហើយមកនេះដល់ខ្សែកចេញហើយដោះឲ្យប្រាប់ទៀតណាប្រយ័ត្នបាត់របស់ខ្ញុំខ្ញុំទៅធ្វើហើយនៅហាងជាមុំសាថ្មីដោះខ្សែកភ្លាមបារាំងស៊ី 2-0 ភ្លាមបន្ទាប់មកថែមមកគ្រាប់ទៀត 3-0 ហើយចុងក្រោយបាល់ handball ខ្សែការពាររបស់បារាំងបានអាប៊ីតឲ្យបាល់11ម៉ែត្រទៅប៉ូឡូញហើយប៉ូឡូញសុទ្ធ Robert Lewandowski នឹងសុទ្ធមិនចូលទៀតចេះសំណាងអាញាកដាលឲ្យសុទ្ធម្ដងទៀតដោយសារអ្នកចាំទីហក់មុននិយាយពី style Robert Lewandowski សុទ្ធពូនិយាយមិនពូឲ្យ0មកមនុស្សមានប្រប៉ុណ្ណានៃសុទ្ធបាល់ចង់បែកអីសុទ្ធបាល់ផ្ទុះដូចចង់បិទដូចបេអីហើយដល់ពេលមកពេលនឹងទី style style Bruno style នៃមកគេហៅ style អាការតេនាការហ្នឹង style ហ្នឹងហើយដល់ពេលអញ្ចឹងវាមិនរីគិនសួស្ដីបងប្រុសទីតូអើយពងនិយាយមែននឹងសំណាងហើយណាសំណាងហើយសំណាងហើយដែលអាញាកដាលគាត់ចាប់បាល់នឹងឲ្យសុទ្ធម្ដងទៀតកុំអីអត់ទៀតចុះបាល់ដល់ពេលគាត់ហក់បាទគាត់ហក់រត់គាត់យកទៅសុទ្ធគាត់មិនញាក់ចកេះសិនគាត់មិនញាក់ចកេះហ្គោលសិនដល់ពេលអញ្ចឹងហ្គោលមិនហក់ហើយដល់ពេលគាត់ស្គប់ហើយបានគាត់ទាត់យកហ្មងអញ្ចឹងសួរថាហ្គោលណាមិនហក់មុនអាហ្នឹងវាត្រូវតែហក់មុនហើយចាំបានថាបាល់វាពិបាកចាប់បន្តិចដោយសារគាត់ស៊ីចកេះតែបើមែនតែដោយកម្លាំងជើងមានប្រព័ន្ធ Robert Lewandowski មិនគួរណាសុទ្ធបាល់អញ្ចឹងទេដាក់ឲ្យដូច Ronaldo អីហ្មងមែនទេឆ្វេងស្ដាំមើលទៅ direct ហ្មងភ្លឹបហ្មងតែវាអត់អញ្ចឹងគាត់សុទ្ធបាល់ធ្វើឡែដូច Bruno ដូច Neymar អញ្ចឹងអាហ្នឹងអាចថាជា style របស់គាត់ពូខេង4នាក់ឯងដែលសុទ្ធអញ្ចឹង Jorginho Bruno Fernandes Neymar ហើយ Robert Lewandowski មួយទៀត4នាក់ឯងRamos មួយទៀតSergio Ramos អញ្ចឹងដែរគាត់សុទ្ធ style បែបអញ្ចឹងដែរអើយនិយាយទៅពូនិយាយសងាក់ចិត្តមកយប់មិញបងទីតូឥឡូវបងអូនស៊ូសិនយកក្រូអាតក៏យកជប៉ុនឥឡូវនៅជប៉ុនក៏ក្រូអាតឥឡូវយើងចប់បើរឿងបារាំងឥឡូវកំពុងតែសម្លឹងបានន័យថាឈ្មោះទៅកាន់វគ្គ8ក្រុមចុងក្រោយប៉ះជាមួយនឹងអង់គ្លេសណាសប្តាហ៍ក្រោយអង់គ្លេសនឹងប៉ះមួយបារាំងហើយនៅក្នុងវគ្គ8ក្រុមចុងក្រោយយប់នេះ